សួស្តីបងប្អូនថ្ងៃនេះពីដានលិចទឹកជាន់ក្រោមវាមានឃើញស្នាមទឹកលិចចឹងខ្ញុំកាត់អបឡោះហ្នឹងមើលវាលិចកន្លែងណាមើលទៅឃើញវាលិចនៅបឡោះឈើមកខាងទៀតមានអានេះនូតនៅបឡោះមកខាងទៀតឃើញសើមចឹងខ្ញុំកាត់មកខាងទៀតហ្នឹងដើម្បីមើលទៅមើលវាអស់សិនវាលិចខាងណាបើយើងមើលទៅឃើញចាក់នៅមកខាងទៀតផ្ទះមកខាងទៀតពោះដោយសារតបូលសៀលីងនឹងពិបាកធ្វើយ៉ាងមើលច្បាស់ចឹងខ្ញុំមើលហើយឃើញចាក់វាអាចលិចមកខាងទៀតចឹងខ្ញុំចាប់ដើមរៀបចំវាតិចពីដាននៅខាងទៀតហ្នឹងហើយរៀងទើខាបនិតហ្នឹងខ្ញុំពិបាកធ្វើបងកាត់នេះខ្ញុំឈរលើម៉ាស៊ីនហាលមិនបោកទេហើយវាពីដានហ្នឹងវាសើមទឹកយូរណាវាទុនណាបងប្អូនវាអត់រឹងហ្នឹងងាយកាត់ដែរហ្នឹងប្រើក្បិតហ្នឹងទូប្រើណាជួយឥឡូវខ្ញុំកាត់ទៅមកប្រឡោះទូចនេះទេដើម្បីមើលជាកាត់ហើយរមើលទៅអត់ឃើញខាងឆ្វេងអត់ឃើញស្ដាំអត់ឃើញមើលទៅឃើញកន្លែងណាឃើញជាប់កន្លែងឈើហ្នឹងឃើញសើមអញ្ចឹងមើលពីខាងណាអត់ឃើញអញ្ចឹងខ្ញុំសង្ស័យនៅក្នុងកោមឈើហ្នឹងទៅវិញគឺឈើហ្នឹងឃើញហូរទឹកមកអញ្ចឹងមានន័យថាវាសម្ពាធវាតយោនឹងគឺចង់គឺឡើងទៅវាលិចទឹកចេញមកហើយមានតយោធំស្កាត់ពីលើទៅស្កាត់តយោទូចនៅក្រោមគៀបមកឈើនឹងលិចទឹកឃើញហូរទឹកមកតក់បងតិចវាកន្លែងហ្នឹងអាហ្នឹងមកធ្វើអត់តន់ទេខូចច្រើនបងខូចជាងផងខូចពីដានផងខូចអនុតផងខូចដល់3 4កន្លែងឥឡូវហ្នឹងវាបានហូរទៅជាងហើយប៉ុន្តែវាមិនតន់ដល់ខូចជាងទេគ្រាន់តែឲ្យដឹងណាប៉ុន្តែនេះតាមខ្ញុំគិតហ្នឹងគឺទឹកហ្នឹងលិចយ៉ាងតូចក៏មួយឆ្នាំដែរព្រោះវាលិចទូចវាជាម្ដងតិចចឹងលិចទូចមែនតែនពិបាករកអាហ្នឹងហើយនេះខ្ញុំកាត់វាចេញហើយនៅហូរទឹកវានៅក្នុងទយោខ្លះហើយគឺបញ្ហាអាទយោសហ្នឹងវាសកាត់លើអាទយោក្រហមហ្នឹងឃើញស្នាមតិចសកាត់ឡើងទៅ8នេះរាប់ឆ្នាំបងប្អូនជាង10ឆ្នាំអញ្ចឹងទៅវាមុំលិចហើយឥឡូវនេះខ្ញុំសោកអាទយោខៀវថេះមើលសាកមើលវានៅកងគ្នាអត់នៅកងគ្នាអញ្ចឹងខ្ញុំរុញអាទយោសថ្មីឲ្យកុំឲ្យប៉ះទយោខៀវហ្នឹងរុញវាឡើងផុតឡើងលើហើយខ្ញុំដំអាคลิปវានឹងជាប់នៅហ្នឹងទៅហើយចោះអាប្រហោងដែលទយោក្រហមហ្នឹងខ្ញុំចោះប្រហោងរៀងធំជាងនឹងតិចកុំឲ្យវាទូចពេកដើម្បីឲ្យទយោរត់ទៅមកខាងទៀតវាមានអាលងកុំឲ្យប៉ះនឹងអាឈើហ្នឹងឲ្យអាចធ្លីទៀតអញ្ចឹងខ្ញុំចាប់ផ្ដើមកាត់អារីងចាស់ចេញរីងចាស់ហ្នឹងវាជាប់នឹងអាសតតេបងប្អូនកាត់រីងយ៉ាច្រឡំកាត់ហួសដល់សតតេទៅដូរសតតេចោលទៀតអានេះខ្ញុំកាត់វាបានចេញខ្ញុំឆ្កឹះវាយកអារីងនឹងចេញហើយទាញអាតយោចាស់ចេញបងប្អូនកាត់ជ្រុលដល់ទេទៅដូរទាំងអស់អញ្ចឹងទៅវាខាតដើមខាតពេលយើងផងអានេះខ្ញុំទាញបានហើយអញ្ចឹងខ្ញុំចាប់តាមដាក់ទយោគៀបយកនិយាយទៅអាទយោជាប់គៀបនឹងស្រួលធ្វើសម្រាប់ជាងប៉ុន្តែពិបាកសម្រាប់ម្ចាស់ផ្ទះហ្នឹងតើវាខូចអា pressure វាឡើងលើស100 psi ណាអាទយោទប់បាន100 psi ប៉ុន្តែលើសហ្នឹងវាអាចធ្វើបែកទយោនៅក្នុងក្រោមពីដាឬក្រោមដីចឹងឥឡូវខ្ញុំតខាងនេះហើយខ្ញុំចាប់ផ្ដើមមកកាត់អាទយោ2នឹងមុខវាស្មើគ្នាដើម្បីត connection វាណាកាត់តែវាស្មើហើយខ្ញុំដាក់ connection នោះតអា connection វាមាន gap វាប្រហែលជាមកកញ្ចក់ដៃណាអញ្ចឹងខ្ញុំបង្កាត់អានឹងប៉ុណ្្នឹងចេញទៀតតយើងគៀបមកខាងឲ្យជាប់ទៅបងប្អូនហើយគៀបមកខាងទៀតទៅវាជាប់ធម្មតាវិញជាពិសេសបងប្អូនមានផ្ទះប្រើទយោជាប់ហ្នឹងបងប្អូនត្រូវពិនិត្យសម្ពាធទឹកឲ្យច្រើនព្រោះសម្ពាធទឹកហ្នឹងវាខ្លាំងឃើញសម្ពាធទឹកខ្លាំងហើយជាងហើយកុំឲ្យបែកទយោតាន់ឥឡូវហើយខ្ញុំពិនិត្យមើលទយោខ្ញុំអស់សិនបានខ្ញុំទៅបើកទឹកដើម្បីថេស្តឲ្យមើលកន្លែងទយោសស្កត់ហ្នឹងគឺឥឡូវវាលងវាឡើងស្កត់ពីលើហើយអញ្ចឹងខ្ញុំបើកទឹកថេស្តសាកមើលបើមើលថេស្តទៅវាអត់មានឃើញលិចអីទេហើយឃើញស្មើល្អហើយគឺចប់ហើយការងារហ្នឹងគឺទយោទឹកហើយដល់សល់ពីដានអត់អាចធ្វើបានទៅចាំពីអាទិត្យទៀតដើម្បីបានធ្វើចាំឲ្យវាស្ងួតអស់ហ្នឹងសិនហ្នឹងហើយបងប្អូនអរគុណច្រើនបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំផងជម្រាបលាបាយបាយ